យោងតាមសេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថានៅថ្ងៃប្រហ័សទី20ខែសីហាឆ្នាំ2026វេលាម៉ោង 9:20 នាទីព្រឹកក្រុមអ្នកសម្របសម្រួល CLG នៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT KH Home គឺពីសាធារណរដ្ឋហ្វីលីពីនចុះសង្កេតការណ៍ផ្ទៀងផ្ទាត់នឹងរាយការណ៍អំពីស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតស្ថិតនៅក្នុងភូមិក្បាលស្ពានមួយសង្កាត់អូជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្រោយបទឈប់បាញ់ចូលជាធរមានសូមគូបញ្ជាក់ថាទីតាំងដែលរងផលប៉ះពាល់នេះគឺជាទីតាំងប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ដែលកំពុងប្រើប្រាស់ប្រកបអាជីវកម្មប្រចាំថ្ងៃហើយបានទទួលរងការខូចខាតនិងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុតដែលរហូតមកដល់ពេលនេះពុំទាន់អាចស្ដារប្រកបអាជីវកម្មចិញ្ចឹមជីវិតបានវិញនៅឡើយទេដោយសារទីតាំងនេះត្រូវបានកងកម្លាំងយោធាថៃវាយប្រហារតាមរយៈការទម្លាក់គ្រាប់បែកពីលើយន្តហោះចម្បាំង F-16 កាលពីខែធ្នូឆ្នាំ2025គួរបញ្ជាក់ផងដែរថាទីតាំងនេះស្ថិតនៅក្នុងភូមិសាស្ត្រផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យចូលជ្រៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាដែលមានចម្ងាយប្រមាណ 8.2 គីឡូម៉ែត្រពីច្រកអន្តរជាតិប៉ោយប៉ែតហើយនៅវេលាម៉ោង 10:25 នាទីព្រឹកថ្ងៃប្រហ័សទី20ខែសីហាឆ្នាំ2026ដដែលនេះដែរក្រុមអ្នកសម្របសម្រួល CLG នៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ានពីសាធារណរដ្ឋហ្វីលីពីនចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ស្ថិតក្នុងភូមិស្ទឹងបត់សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្រោយបទឈប់បាញ់ចូលជាធរមានក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃដើម្បីលើកកម្ពស់តម្លាភាពការជឿទុកចិត្តគ្នានិងការពារអាយុជីវិតប្រជាពលរដ្ឋនិងឆ្ពោះទៅការធ្វើឲ្យប្រសើរឡើងវិញឆាប់រហ័សនឹងការវិលត្រឡប់ទៅរកប្រក្រតីភាពសន្តិភាពនិងស្ថិរភាពយូរអង្វែងកម្ពុជាតែងតែផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទីនិងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្ដែងដើម្បីផ្ទៀងផ្ទាត់នឹងការធានាអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពដោយដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC នៅថ្ងៃទី27ខែធ្នូឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃថ្ងៃទី26ខែតុលាឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតសម្ដៅលើកកម្ពស់តម្លាភាពកណន័យភាពនិងការជឿទុកចិត្តគ្នាទៅវិញទៅមក